លីមិនហូបសាច់ជ្រូកពាក់មួកមូស្លីមក្រាបបង្គំក្នុងមួយថ្ងៃ5 ដងនេះគឺជារឿងចាំបាច់រៀងរាល់ថ្ងៃគាត់ជាកូនប្រសារតៃវ៉ាន់មកពីស្រុកប៉ាគីស្ថានដំបូងមានគេសួរខ្ញុំខាងលើមានលោកខែខ្ញុំថាបាទនៅប៉ាគីស្ថានមានអត់ខ្ញុំថាមាននៅប៉ាគីស្ថានមាន2គាត់ថាពិតមែនឬអាលីមកតៃវ៉ាន់ធ្វើពាណិជ្ជកម្ម10 ឆ្នាំជាងហើយប៉ុន្តែដំបូងគាត់ជួបការលំបាកគ្រប់យ៉ាងការមកដំបូងគឺមិនចេះភាសានេះគឺជារឿងធំមួយហើយពេលនោះនៅតៃវ៉ាន់មិនសូវជួបអ្នកចេះភាសាអង់គ្លេសគាត់ឆ្លងស្កាត់ភាពលំបាកនឹងភាសាហើយក្រុមហ៊ុនក៏បើកប្រមានតម្លៃគាត់បានឃើញបញ្ហាដែលបងប្អូនមកតៃវ៉ាន់ដើម្បីញ៉ាំនំឥណ្ឌាខ្ញុំធ្វើខ្លួនឯងបាទខ្ញុំមកពីប៉ាគីស្ថានចំពោះខ្ញុំជាអ្នករកស៊ីខ្ញុំអញ្ជើញភ្ញៀវខ្ញុំខ្លះចង់មកពងងាយទេឥឡូវខ្ញុំធ្វើសមាគមមួយចំពោះតៃវ៉ាន់និងប៉ាគីស្ថាននៅទីនេះអាលីចិត្តល្អដល់ជនរួមជាតិពេលជួបគ្នានឹងហាងកាហ្វេបានជួបនឹងប្រពន្ធគាត់ក៏ស្រឡាញ់គ្នាពិបាកយកចិត្តនាងណាស់ត្រូវរកចិត្តម្ដាយសិននឹកឃើញរូបថតសម្លៀកបំពាក់មូស្លីមដើម្បីរៀបការជាមួយអាលីនាងបានបូជាយ៉ាងច្រើនពួកគាត់ជាសាសនាអ៊ីស្លាមត្រូវយកប្រពន្ធអ៊ីស្លាមដូច្នេះមុននឹងរៀបការជាមួយគាត់ក៏បានចូលជាសាសនាអ៊ីស្លាមហើយរៀបការហើយអាលីបានទិញផ្ទះវីឡាមានទីធ្លាធំពេលទំនេរនៅហាលកម្ដៅជាមួយប្រពន្ធក្តីសាមញ្ញមានសុភមង្គលប្រទេសណាក៏ស្អាតដែរតែនេះវាមិនសំខាន់ទេសំខាន់គឺមនុស្សល្អកន្លែងល្អ